សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះខ្ញុំចង់និយាយពីថាមូលហេតុអីបានខ្ញុំមកលក់គ្រឿងទេសតាមពិតខ្ញុំបើកសាឡនសុកតែខ្ញុំមកលក់គ្រឿងទេសបងប្អូនដឹងអត់មូលហេតុដោយសារខ្ញុំខឹងពួកជនជាសៀមព្រោះខ្ញុំខ្មែរមករូបដែរខ្ញុំត្រូវតែឯកាជប់ប្រើរបស់សៀមអញ្ចឹងហើយខ្ញុំអត់ជួយជាតិអីបានច្រើនទេអញ្ចឹងខ្ញុំមានតែជួយផ្សព្វផ្សាយរបស់ខ្មែរដើម្បីបងប្អូនខ្មែរយើងបានប្រើទាំងអស់គ្នាហើយគ្រឿងទេសអស់នេះវាពាក់ព័ន្ធនឹងក្នុងការយើងញ៉ាំរាល់ថ្ងៃបើសិនជាយើងប្រាច់បោះថែបានទេអញ្ចឹងថ្ងៃក្រោយទៅវានៅតែមើលយើងអញ្ចឹងហើយគ្រឿងទេសអស់នេះខ្ញុំគ្មានម្ដងលក់ទេប៉ុន្តែដល់តែពេលដែលខ្ញុំពាក់ឯកាជួយបោះថែអញ្ចឹងមិនថាគ្រួសារខ្ញុំឬក៏បងប្អូនអ្នកជិតខាងអីគាត់ត្រូវការប្រើហើយគាត់មិនដឹងថាទៅទិញណាអញ្ចឹងហើយបានធ្វើឲ្យខ្ញុំសម្រេចចិត្តថាខ្ញុំមកលក់គ្រឿងទេសដើម្បីជួយបងប្អូនយើងអ្នកជិតខាងដែលគាត់ត្រូវកាប់ចាំបាច់ត្រូវការគ្រឿងទេសញ៉ាំប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងហើយបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងផលិតផលខ្មែរឲ្យបានច្រើនតាមលទ្ធភាពដែលយើងអាចធ្វើបានព្រោះឯថៃវាធ្វើបាបយើងខ្លាំងមែនតើហ្មងណាខ្ញុំឈឺចាប់ណាមូលហេតុដែលខ្ញុំឈឺចាប់ខ្លាំងបានខ្ញុំសុខចិត្តមកលក់គ្រឿងទេសនិងផលិតផលខ្មែរច្រើនហើយផលិតផលផ្សេងទៀតដូចជា skin care បងប្អូនមិនបាច់ភ័យឬក៏ថាខ្លាចខ្វះខាតត្រូវប្រើមិនបានទេផលិតផលសម្រាប់ skin care គឺប្រទេសផ្សេងក៏មានដែរហើយចាំបាច់ជាងគេគឺគ្រឿងស្លប្រចាំថ្ងៃដែលយើងត្រូវការញ៉ាំរាល់ថ្ងៃនេះបើយើងប្រើអានៅក្នុងស្រុកយើងអស់អត់អីទេណាប៉ុន្តែបើនាំចូលមកទៀតមិនដឹងថាវិរៈសារធាតុអីទៀតទេយើងនឹងអាចថាគ្រោះថ្នាក់ដល់ថ្ងៃក្រោយអញ្ចឹងបងប្អូនជួយរួមចំណែកម្នាក់បន្តិចម្នាក់បន្តិចទៅព្រោះអីយើងជាខ្មែរដូចគ្នាហើយខ្ញុំចង់ប្រាប់ថាអញ្ចឹងថៃវាមិនឈប់ឈ្លានពានខ្មែរទេអញ្ចឹងបងប្អូនយើងជួយសហការគ្នាទាំងអស់គ្នាទៅឈប់ប្រើផលិតផលថៃទៅវាធ្វើយើងឈឺចាប់ប៉ុណ្្នឹងហើយអញ្ចឹងវាអាចថានឹងថ្ងៃក្រោយទៅយើងមានកូនមានចៅយើងថ្ងៃក្រោយបើវានៅតែឈ្លានពានអញ្ចឹងយើងកូនចៅយើងថ្ងៃក្រោយធ្វើម៉េចវាបាក់អញ្ចឹងបងប្អូនរួមចំណែកជួយគ្នាខ្ញុំជួយបានត្រឹមផ្សព្វផ្សាយខ្ញុំជួយលក់ខ្ញុំជួយផ្សព្វផ្សាយឲ្យប្រជាជនខ្មែរយើងបានប្រើថារបស់ខ្មែរមានអីខ្លះខុសពីរបស់សៀមនៅមានរបស់ផ្សេងទៀតអញ្ចឹងបងប្អូនជួយគ្នាម្ដាយមួយជើងទៅពួកវាធ្វើបាបខ្មែរខ្លាំងណាស់ឈឺចាប់ណាស់ខ្ញុំឃើញព័ត៌មាននេះមិញខ្ញុំចង់ស្រក់ទឹកភ្នែកថាមិនដឹងថាពីអីមកនិយាយបានទៀតទេអញ្ចឹងបងប្អូនជួយគ្នាម្ដាយមួយជើងធ្វើមកជួយពហិការជប់ប្រើរបស់សៀមទាំងអស់គ្នាអរគុណច្រើនបងប្អូន